ចាអំពើឃាតកម្មយ៉ាងព្រៃផ្សៃសម្រាប់ទាំងក្រុមគ្រួសារហើយដុតផ្ទះមានករណីឃាតកម្មមួយបានកើតឡើងនៅវេលាម៉ោង 12:30 នាទីយប់ថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ 2014 នៅចំណុចភូមិអូ75ឃុំអូអណ្ដូងស្រុកសាលាក្រៅខេត្តបៃលិនដោយឃាតករបានសម្លាប់ទាំងក្រុមគ្រួសារចំនួន 3 នាក់ដែលមានឪពុកនិងកូនព្រមទាំងដុតផ្ទះបំបត្តិភស្តុតាងទៀតផងជនរងគ្រោះទាំង 3 នាក់ដែលស្លាប់ក្នុងហេតុការណ៍អំពើឃាតកម្មនេះគឺទី 1 ឈ្មោះហេងរាវីភេទប្រុសអាយុ 28 ឆ្នាំត្រូវជាប្តីដែលមានមុខរបរជាស្មៀនឃុំសាលាក្រៅស្រុកសាលាក្រៅនិងជាម្ចាស់សៃឡូទទួលទិញពោតដំឡូងផងដែរហើយទី 2 ឈ្មោះធីផលឡៃភេទស្រីអាយុ 24 ឆ្នាំត្រូវជាប្រពន្ធមុខរបរលក់អីវ៉ាន់ចាប់ហួយនិងទី 3 គឺមានឈ្មោះថាហេងមេងជូអាយុ 6 ខែនៅរស់នៅក្នុងបន្ទុកអ្នកទាំងរស់នៅក្នុងបន្ទុកអ្នកទាំងនោះគឺរស់នៅភូមិឃុំកាត់ហេតុខាងលើជនរងគ្រោះឈ្មោះឆោមចំណានអាយុ 32 ឆ្នាំដែលមានផ្ទះជាប់គ្នាបានរៀបរាប់ថាវេលាម៉ោង 12 រំលងអាត្រាតនៅពេលដែលគាត់កំពុងតែលង់លក់ក៏ស្រាប់តែលឺស្នូររប៉េះរប៉ោះហើយឃើញភ្លើងក្រហមគាត់ក៏រត់ចេញមកខាងក្រៅទើបឃើញភ្លើងកំពុងតែឆាបឆេះផ្ទះរបស់បងប្រុសរបស់ខ្លួនហើយគាត់ក៏បានឃើញមានម៉ូតូចំនួន 2 គ្រឿងបានជិះចេញទៅទិសខាងជើងបន្ទាប់មកគាត់ក៏បានស្រែកហៅឲ្យអ្នកជិតខាងជួយពន្លត់ភ្លើងទើបដឹងថាបងនិងក្មួយរបស់ខ្លួនបានស្លាប់បាត់ទៅហើយសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីនេះគឺជាអំពើឃាតកម្មដោយសារតែគំនុំឬក៏ប្លន់សម្លាប់ពីព្រោះជនរងគ្រោះទាំង 3 នាក់ស្លាប់កាប់មុខនៅលើគ្រែដូចគ្នាដោយគ្មានការរើបំរាស់ហើយនៅលើបំពង់កជនរងគ្រោះគឺសុទ្ធតែមានលួសរំជាប់ដូច្នេះហើយសមត្ថកិច្ចកំពុងធ្វើកោសលវិច័យដើម្បីស៊ើបអង្កេតវែកមុខរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់